បច្ចេកវិទ្យាអាប់ដេតដេសុំសាគមអ្នកវិទ្យាសាស្ត្រស្វែងរកឃើញថាភពមួយនេះទំនងជាមានជីវិតរស់នៅបាន Telescope យក្សដែលមានឈ្មោះថា James Webb Space Telescope បានបញ្ចេញនូវសមត្ថភាពខ្លាំងរបស់ខ្លួនម្ដងទៀតហើយដោយអ្នកវិទ្យាសាស្ត្រអាចយកទៅប្រើប្រាស់ដើម្បីស្រាវជ្រាវលើភពនានាបានកាន់តែច្បាស់ជាក់ស្ដែងកាលពីពេលថ្មីនេះអ្នកវិទ្យាសាស្ត្របានចាប់សម្គាល់បានសមាសធាតុ Dimethyl Sulfide នៅលើបរិយាកាសនៃភពដ៏ធំមួយនេះភពនោះមានឈ្មោះហៅថា K2-18b មានទំហំធំជាងផែនដីរហូតដល់ 2.6 ដងហើយមានចម្ងាយ124ឆ្នាំពន្លឺពីប្រព័ន្ធព្រះអាទិត្យរបស់ភពផែនដីយើងការចាប់សម្គាល់ឃើញថាភពនោះមានសមាសធាតុ Dimethyl Sulfide គឺមានន័យថាភពនោះក៏អាចមានមីក្រូសរីរាង្គរស់នៅក្នុងសមុទ្រដូចផែនដីយើងផងដែរនេះគ្រាន់តែជាការស្រាវជ្រាវឃើញពីចម្ងាយតែប៉ុណ្ណោះដូច្នេះទិន្នន័យនេះគឺអាចនឹងមិនត្រឹមត្រូវ 100% ឡើយហើយប្រសិនបើអ្នកវិទ្យាសាស្ត្របញ្ជូនយានអវកាសដែលលឿនបំផុត NASA Parker Solar Probe ដែលអាចធ្វើដំណើរបានល្បឿន 635,266 គីឡូម៉ែត្រនៅក្នុង1ម៉ោងក៏ត្រូវចំណាយពេលរយៈពេល 21,000 ឆ្នាំទើបបានទៅដល់ភព K2-18b លុះត្រាតែមនុស្សយើងអាចបង្កើតបានយានដែលមានល្បឿនលឿនជាងនោះបានRedmi បានអះអាងថាថ្មទំហំ 9,000 មីលីអង្ពែម៉ោងលើ Turbo 5 Max នឹងកាត់ថ្មបានដូចថ្ម 1,000 មីលីអង្ពែម៉ោងដែរ Smartphone ស៊េរីថ្មីជាមួយនឹងថាមពលថ្មធំ 9,000 មីលីអង្ពែម៉ោងនេះគឺមានឈ្មោះហៅថា Redmi Turbo 5 Max ដោយក្រុមហ៊ុនប្រចាំប្រទេសចិនទើបបានបង្ហោះឲ្យដឹងមុនជាមួយនឹង ម៉ូដ design ផ្លូវការក៏បានដាក់បង្ហាញមុនដូចគ្នាក៏ប៉ុន្តែមិនទាន់ដឹងពីការបរិច្ឆេទដាក់លក់ជាផ្លូវការនៅឡើយនោះទេទូរស័ព្ទ model Redmi Turbo 5 Max សម្រាប់ទីផ្សារប្រទេសចិននឹងអាចក្លាយទៅជា smartphone model Poco X8 Pro Max នៅពេលដែលមកដល់ទីផ្សារសកលគឺមានថាមពលថ្មត្រឹមតែ 9,000 មីលីអង្ពែម៉ោងតែប៉ុណ្ណោះក៏ប៉ុន្តែក្រុមហ៊ុនអះអាងថាកាន់ថ្មបានដូចទៅនឹងថ្មទំហំ 1,000 មីលីអង្ពែម៉ោងដែរការអះអាងមកបែបនេះប្រហែលជាដោយសារតែរងសម្ពាធពី smartphone ដែលមានទំហំថ្ម 1,000 មីលីអង្ពែម៉ោងពិតប្រាកដមែនដូចជា Honor Win និងឆាប់នេះ Realme P4 Power នឹងរំពឹងទុកថានឹងមានថ្មរហូតទៅដល់ 1,000 មីលីអង្ពែម៉ោងដូចគ្នាជាការពិតណាស់ថ្មទំហំ 9,000 មីលីអង្ពែម៉ោងនិងថ្មទំហំ 10,000 មីលីអង្ពែម៉ោងគឺខុសគ្នាច្រើនគួរសមដូច្នេះការអះអាងរបស់ Redmi នេះគឺមិនត្រឹមត្រូវសោះនឹងគ្រាន់ជាការធ្វើទីផ្សារមួយដើម្បីកុំឲ្យអតិថិជនទៅទិញ smartphone ទំហំ 10,000 មីលីអង្ពែម៉ោងរបស់ក្រុមហ៊ុនផ្សេងដែរប៉ុណ្ណោះបើយោងតាមពាក្យចចាមអារ៉ាមរបស់ Redmi Turbo 5 Max នឹងអាចបំពាក់បន្ទះ chip Dimensity 9500S មានកម្លាំងសាកថ្មល្បឿនលឿនរហូតដល់ 100 វ៉ាត់តាមខ្សែហើយមានតួខ្លួនធ្វើឡើងដោយសារតែលោហៈជាមួយទៅនឹង model design ត្រូវបានដាក់បង្ហាញជាផ្លូវការរួចមកហើយរងចាំតាមដានមើលទាំងអស់គ្នាថាតើការអះអាងរបស់ក្រុមហ៊ុន Redmi នេះគ្រាន់តែមិនចង់ឲ្យអ្នកគ្រប់គ្រងទៅទិញ smartphone 10,000 មីលីអង្ពែម៉ោងរបស់ Honor និងក្រុមហ៊ុនដទៃទៀតឬមួយក៏យ៉ាងណាហើយលទ្ធផលពិតប្រាកដនឹងបានដឹងច្បាស់នៅពេលដែលដាក់លក់ជាផ្លូវការនៅក្នុងពេលខាងមុខឆាប់នេះលោក Elon Musk ប្តឹងទាមទារប្រាក់ប្រមាណជា 134,000 លានដុល្លារអាមេរិកពីក្រុមហ៊ុន OpenAI និង Microsoft នៅក្នុងរឿងក្តីបំពានទំនុកចិត្តមហាសេដ្ឋីលំដាប់ពិភពលោក Elon Musk បានធ្វើឲ្យពិភពបច្ចេកវិទ្យាមានការភ្ញាក់ផ្អើលជាថ្មីដោយការដាក់ពាក្យបណ្ដឹងទាមទារសំណងទឹកប្រាក់រហូតដល់ 134,000 លានដុល្លារអាមេរិកពីក្រុមហ៊ុន OpenAI និងក្រុមហ៊ុន Microsoftលោក Elon Musk បានអះអាងថាក្រុមហ៊ុនទាំងពីរបានកេងចំណេញយ៉ាងមហាសាលពីការជួយជ្រោមជ្រែងនិងការវិនិយោគដំបូងរបស់លោកកាលពីពេលដែលបង្កើត OpenAI ដំបូងនៅក្នុងឆ្នាំ 2015 ដែលការនោះគឺជាអង្គភាពមិនស្វែងរកប្រាក់ចំណេញនេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters មេធាវីរបស់លោក Elon Musk គឺលោក Steven Melo បាននិយាយចំថាបើគ្មាន Elon Musk ទេនោះក៏គ្មាន OpenAI ដែរលោកបានបញ្ជាក់ថាកូនក្តីរបស់ខ្លួនមិនត្រឹមតែដាក់លុយផ្ទាល់ខ្លួនជិត 40 លានដុល្លារប៉ុណ្ណោះទេក៏ប៉ុន្តែថែមទាំងផ្ដល់ទាំងកេរ្តិ៍ឈ្មោះនិងចំណេះដឹងផ្នែកជំនួញដើម្បីជំរុញឲ្យក្រុមហ៊ុននេះជោគជ័យផងដែរលោក Elon Musk អន់ចិត្តខ្លាំងណាស់ពីព្រោះដំបូងឡើយ OpenAI ព្រមព្រៀងគ្នាថានឹងបង្កើតឡើងដើម្បីជួយមនុស្សជាតិមិនស្វែងរកប្រាក់ចំណេញនោះទេក៏ប៉ុន្តែចុងក្រោយបែរជាចាប់ដៃជាមួយនឹងក្រុមហ៊ុន Microsoft ដើម្បីរកលុយរាប់ពាន់លានដុល្លារអាមេរិកទៅវិញជាការឆ្លើយតបក្រុមហ៊ុន OpenAI បានវាយបកវិញយ៉ាងខ្លាំងដោយហៅការទាមទារនេះថាគឺជារឿងមិនសមហេតុសមផលនិងគ្រាន់តែជាយុទ្ធនាការតាមយាយីរបស់លោក Elon Musk តែប៉ុណ្ណោះចំណែកឯក្រុមហ៊ុន Microsoft ក៏បានចាន់ចោលការចោទប្រកាន់នេះផងដែរដោយហៅការកណនាទឹកប្រាក់សំណងពីរបស់ភាគីលោក Elon Musk ថាគឺជារឿងប្រឌិតឡើងនិងគ្មានភស្តុតាងច្បាស់លាស់
គូបញ្ជាក់ផងដែរថារឿងក្តីដ៏ចម្រូងចម្រាសដែលមានទឹកប្រាក់រាប់រយពាន់លានដុល្លារអាមេរិកនេះនឹងត្រូវបានដោះស្រាយនៅចំពោះមុខតុលាការនៅក្នុងខែមេសាខាងមុខមហាជនទូទាំងពិភពលោកកំពុងតែតាមដានមើលថាតើមហាសេដ្ឋីលំដាប់ពិភពលោករូបនេះនឹងអាចឈ្នះក្តីយកលុយរាប់ពាន់លានដុល្លារពីអតីតដៃគូរបស់ខ្លួនបានដែរឬក៏ទេសូមអរគុណចំពោះការទស្សនាកម្មវិធីបច្ចេកវិទ្យា Update Today